ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់សាច់គោអាំងហាត់ជៀនជាមួយនឹងបន្លែអាំងគ្រប់មុខមួយចាដែលខ្ញុំឲ្យយើងគាត់បានកំងចាខាងមុខនេះគឺយើងមានទូពីប្រអប់សម្រាប់ដាក់គ្រឿងសាច់ឬក៏ប្រហិតអីរបស់គាត់នឹងចាហើយខាងចំហៀងនេះក៏យើងមានពីរប្រអប់ដូចគ្នាចំណែករូបភាពវិញក៏យើងបិទជូនភ្ញៀវ4សន្លឹកដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងចាខាងលើ3ខាងក្រោម1សន្លឹកហើយនេះគឺទូសម្រាប់ដាក់បន្លែឬក៏ដាក់គ្រឿងបុកល្ហុងអីបានចាក្នុងអតេះនឹងខាងក្រោយគឺយើងមានចក្រានអាំងសាច់មួយសម្រាប់អាំងសាច់របស់គាត់ចក្រាននេះធំមកល្មមចាអាំងត្រីក៏បានអាំងសាច់គោអាំងក៏បានដែរចាហើយផ្នែកខាងក្នុងនេះដែរគឺគាត់ប្រើតលាយបែបហ្នឹងក្រាបពេញតែម្ដងអត់មានចោះឆ្នាំងចោះចក្រាននេះទេដោយសារតែគាត់ប្រើជាមួយនឹងចក្រានកាត់ដៃអាទូចហើយខាងលើក៏យើងមានតនើមានអីសម្រាប់ដាក់អីវ៉ាន់ដូចយើងរត់ដងអញ្ចឹងចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់លក់ដូរមិនថាប្រភេទអតេះបែបហ្នឹងឬក៏អតេះកំងអីផ្សេងៗនេះគឺអាចធ្វើការកំងបានចាហើយអានេះគឺទ្វារបិទបើកដាក់អីវ៉ាន់ចាក់សោបានខាងក្នុងនឹងមានទ្វារបិទបើកទាំងមុខនិងក្រោយចាតែខ្ញុំដើរតែក្រោយមិនភ្លេចបើកហើយសម្រាប់ទីតាំងរបស់យើងវិញក៏អត់ពិបាករកដែរចាសម្រាប់ពុកម៉ែបងប្អូនដែលគាត់ជិះមកពីខាងស្ទឹងមានជ័យគឺយើងជិះចុះផ្លូវស្ទឹងមានជ័យមកខាងស្ដាំដៃទល់មុខនឹងអាគារផ្ដាល់ឈាមពេទ្យរុស្ស៊ីនឹងតែម្ដងចាសម្រាប់ព័ត៌មានបន្ថែមអីអ្នកទាំងអស់គ្នាអាចធ្វើការតំណែងមកតាមលេខទូរស័ព្ទរបស់ខ្ញុំ5ខ្សែនៅក្នុងវីដេអូដែលខ្ញុំតែងតែដាក់រាល់ដងឬក៏លេខ Telegram ខាងលើហ្នឹងគឺខាងខ្ញុំតម្លាក់ location ឲ្យអញ្ចឹងណាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ page មេងហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណចំពោះការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ